បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សារជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានកន្លឹះមួយទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាអំពីរបៀបនៃការ download នៅ YouTube ស្ដាប់បទចម្រៀងនិង YouTube ធម្មតាតើវាមានភាពខុសគ្នាដូចម្ដេចបងប្អូនអាចមើលវីដេអូនេះទាំងអស់គ្នាហើយសម្រាប់បងប្អូនដែល download កម្មវិធីនៅក្នុង Play Store មិនបានបងប្អូនមានវិធីសាស្ត្រមួយទៀតដែលអាច download នៅកម្មវិធីដោយមិនចាំបាច់ប្រើ Play Store បាទបងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅអនុវត្តទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដំបូងខ្ញុំសូមបង្ហាញបងប្អូនអំពីអត្ថប្រយោជន៍នៃការ YouTube ស្ដាប់បទចម្រៀងនិង YouTube ធម្មតាអញ្ចឹង YouTube ធម្មតាយើងបើកមកបែបនេះបាទយើងបើកមកបែបនេះបងប្អូនដឹងហើយគឺយើងអាចមើលបាទយើងអាចមើលអញ្ចឹងទៅបាទយើងអាចមើលអញ្ចឹងហើយពេលដែលបងប្អូនបិទគឺវាលុតតែម្ដងបានពេលបងប្អូនបិទគឺវាលែងឮសំឡេងបាទគឺលែងឮសំឡេងអញ្ចឹងបាទចឹងថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបនៃការ download នៅ YouTube មួយទៀតបាទបងប្អូនអរគុណណា YouTube ស្ដាប់បទចម្រៀងពេលដែលបងប្អូនទាំងអស់គ្នាបិទក៏នៅតែអាចស្ដាប់បទចម្រៀងបានដែរបងប្អូនអរគុណណាចឹងយើងចូលទៅ YouTube មួយទៀតដែល YouTube នោះគេហៅតែ YouTube ស្ដាប់បទចម្រៀងណាបងប្អូនណាចឹងបងប្អូនអរគ្នាចូលដល់ក្នុង YouTube នេះបាទអញ្ចឹងយើងស្ដាប់បទចម្រៀងនេះបាទពេលដែលបងប្អូនទាំងអស់គ្នាបិទក៏នៅតែឮដែរអញ្ចឹងតាក់ទងទៅនឹងវិធីសាស្ត្រធ្វើខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូនេះបាទឥឡូវយើងចេញទៅវិញសិនហើយយើងបិទមកបាទបងប្អូនអរគ្នាបាទអញ្ចឹងដំបូងដែលបងប្អូនទាំងអស់គ្នាអាចធ្វើបានបងប្អូនទាំងអស់គ្នាអាចចូលទៅក្នុង Google Chrome សញ្ញាម៉ៅនេះហើយបងប្អូនទាំងអស់គ្នាអាចវាយពាក្យថាបាទអញ្ចឹងយើងវាយពាក្យថា APK បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាអាចវាយពាក្យ APK ហើយបងប្អូនទាំងអស់គ្នាអាចយក APK ព្រោះនេះបាទអញ្ចឹងខ្ញុំមិនសូវជាជំនាញអានភាសាអង់គ្លេសទេបងប្អូនទាំងអស់គ្នាអាចមើលដោយខ្លួនឯងបាទអញ្ចឹងយើងចូលទៅក្នុង APK នេះដើម្បី download ណាបងប្អូនទាំងអស់គ្នាណាដោយសារតែវារៀងព្រិលបន្តិចហើយបងប្អូនទាំងអស់គ្នាមិនបងប្អូនអាចមើលហើយ APK PURE បាទរៀងព្រិលបន្តិចទៀតបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកបែបហ្នឹងឃើញរូបនេះបាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចុចទៅលើរូបហ្នឹងមកបាទហើយបងប្អូនទាំងអស់គ្នាទៅ install បាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចុចពាក្យ download ត្រង់នេះបាទវានឹងនាំបងប្អូនទាំងអស់គ្នាមក download បាទអញ្ចឹងយើងចុច download ត្រង់នេះបាទរងចាំបន្តិចវានឹង download ត្រង់នេះបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីវា download រួចហើយបងប្អូនចុចសញ្ញាត្រេ3ហើយយើងទៅក្នុងពាក្យថា download ឥឡូវវាអត់ទាន់ download ពេញទេបងប្អូនអរគ្នាបាទអញ្ចឹងយើងរងចាំវាបន្តិចដើម្បីធ្វើការ download ហើយយើងទៅតម្លើងកម្មវិធីនោះទាំងអស់គ្នា
ឥឡូវវាបាន download ពេញហើយបងប្អូនអរគ្នាអញ្ចឹងយើងចុចទៅលើវាតែម្ដងហើយយើងចុច install បាទបន្ទាប់ពីយើងបានចុច install ហើយយើងទៅធ្វើការរកកម្មវិធីនេះទាំងអស់គ្នាបាទអញ្ចឹងយើងទៅរកកម្មវិធីហ្នឹងហើយយើង scroll មកបាទនេះបាទអញ្ចឹងយើងបានកម្មវិធីនឹងមកហើយយើងចូលទៅក្នុងកម្មវិធីហ្នឹងអញ្ចឹងយើងបិទត្រង់នេះយើងចុច allow មួយហើយបន្តមកយើងខ្វែងត្រង់នេះហើយនៅក្នុងនឹងផងដែរគឺមានកម្មវិធីជាច្រើនដែលបងប្អូនទាំងអស់គ្នាអាច download យកទៅប្រើប្រាស់បានមិនថា TikTok Facebook Telegram គឺបងប្អូនអាច download បានទាំងអស់ហ្គេមគ្រប់ប្រភេទបាទបងប្អូនទាំងអស់គ្នាណាអញ្ចឹងយើងធ្វើការ search នៅត្រង់នេះបាទយើងចុចត្រង់នេះមួយហើយយើងធ្វើការចុចតែម្ដងយើងវាយពាក្យថាបងប្អូនចង់ដនហ្គេមអីក៏បានដែរឬក៏កម្មវិធី Facebook ឡើយយើងសាក Facebook មួយសិនចាំយើងដន YouTube ណាបងប្អូនអរគ្នានេះសិតតែអាចដនបានទាំងអស់នៅក្នុងនឹងណាបងប្អូនអរគ្នាហើយមិនចាំបាច់ប្រើប្រាស់នៅ Gmail អីទេបាទបងប្អូនអរគ្នាគឺមានភាពងាយស្រួលមែនតើបាទអ្នកដែលសារតែ Facebook ខ្ញុំបានអត់ទាន់បានអាប់ដេតអញ្ចឹងខ្ញុំអាប់ដេតតែម្ដងបាទអញ្ចឹងបន្ទាប់ពីយើងចុចហើយវាឲ្យបងប្អូនទាំងអស់គ្នាទៅកំណត់បាទទៅកំណត់សិនទៅបើក allow សិនបាទនៅក្នុងម៉ាស៊ីនឲ្យវាស្គាល់សិនហើយវាឲ្យយើងអាប់ដេតតែម្ដងនេះវាលោតថាអាប់ដេតបាទយើងបែរថយក្រោយវិញបន្ទាប់មកយើងចុច continue ត្រង់នេះណានេះនោះវានឹងអាប់ដេតឲ្យយើងតែម្ដងអធិស្ឋានផងបងប្អូនអរគ្នាដោយសារតែខ្ញុំផ្ដាសាយហើយអញ្ចឹងយើងចូលទៅអនុវត្តในការ download នៅ YouTube ទាំងអស់គ្នាបាទអញ្ចឹងយើងចូលត្រង់ហ្នឹងដូចគ្នាហើយយើងវេពាក្យថាបាទ V A បាទដោយសារតែខ្ញុំបាន download រួចហើយបងប្អូនអរគ្នាអញ្ចឹងខ្ញុំធ្វើការខ្ញុំទៅធ្វើការលុបវាសិនបាទខ្ញុំអាចទៅលុបវាសិនក៏បានបងប្អូនដើម្បីដនឲ្យបងប្អូនអរគ្នាដឹងថាតើវាពិតជាអាច download បានមែនឬអត់អញ្ចឹងខ្ញុំទៅធ្វើការលុបវាចោលតែម្ដងបាទខ្ញុំធ្វើការលុបវាចោលតែម្ដងធ្វើការលុបបងប្អូនអាចសង្កត់ទៅតាមទូរស័ព្ទប្រភេទទូរស័ព្ទនីមួយបាទអញ្ចឹងខ្ញុំបានលុបវាចោលហើយជាស្រ័យដោយសារតែសកលនិងផ្ដាសាយបាទអញ្ចឹងយើងចុចទៅលើវាទៀតយើងបីថយក្រោយសិនដើម្បីយើងទៅមើលសញ្ញារបស់វាហើយយើងចុចត្រង់នេះ install តែម្ដងតបមកយើងចុច install ទៀតហើយកម្មវិធីនេះផងដែរអត់មានអីរញ៉េរញ៉ៃទេបងប្អូនអរគ្នាបាទយើងចាំបន្តិចបាទបន្ទាប់ពីវាបានធ្វើការដំឡើងរួចហើយវាក៏អាចបើកឲ្យយើងអាចឲ្យយើងបើកបានហើយណាអញ្ចឹងយើងទៅធ្វើការបើកទាំងអស់គ្នាតើវាអាចប្រើប្រាស់បានឬអត់ណាយើងចុច allow មកបាទនេះបន្ទាប់ពីយើងបាន download វារួចហើយឃើញថាវាអាចប្រើប្រាស់បានហើយបាទហើយយើងចុចវាសាឡមេបាទអញ្ចឹងការប្រើប្រាស់គឺងាយស្រួលបែបហ្នឹងបាទបងប្អូនអរគុណអញ្ចឹងយើងបិទវាមួយសិនបាទអញ្ចឹងវានៅតែដើមបាទ
អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេបើសិនជាបងប្អូនអរគ្នាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗទាក់ទងនឹងទូរស័ព្ទដៃបាទអញ្ចឹងអរគុណច្រើនជួបខ្ញុំបាទនៅវីដេអូក្រោយៗទៀតខ្ញុំនឹងរិះរកវិធីសាស្ត្រនិងកលិះថ្មីៗដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់ឲ្យមានគុណភាពបងប្អូនទាំងអស់គ្នាបាទអរគុណច្រើនជួបខ្ញុំបាទនៅវីដេអូក្រោយៗទៀត